អ្នកវិភាគថៃលើកឡើងចំណុចសំខាន់អំពីក្តីបារម្ភក្នុងការតស៊ូក្តីព្រំដែនជាមួយកម្ពុជានៅតុលាការអន្តរជាតិ ICJ ដែលមើលទៅកម្ពុជាមានប្រៀបខ្លាំងជាងថៃនៅក្នុងកិច្ចពិភាក្សាតុកមូល The Standard Now អ្នកវិភាគថៃគឺអ្នកនាងផានីកាវ៉ានីតគណៈកម្មាធិការប្រតិបត្តិនៃក្រមដំណើរការឆ្ពោះទៅមុខបានលើកឡើងអំពីចំណុចសំខាន់មួយចំនួនបង្ហាញអំពីក្តីបារម្ភរបស់ប្រទេសថៃក្នុងការតស៊ូក្តីជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ ICJ អតីតតំណាងរាស្ត្រនិងអតីតសមាជិកបកគណៈបកចលនាឆ្ពោះទៅមុខបានលើកយកមកវិភាគចំនួន4ចំណុចដូចមាន 1. អ្នកវិភាគថៃបានបារម្ភរឿងចាញ់ក្តីនៅតុលាការយុត្តិធម៌អន្តរជាតិទៅ ICJ 2. កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្តឹងទៅ ICJ ដែលខ្មែរមានមេធាវីល្បីៗដែលមានបទពិសោធន៍នៅក្បែរជាពិសេសមេធាវីជនជាតិសិង្ហបុរីដែលធ្លាប់ឈ្នះក្តីរឿងព្រះវិហារមួយវិញទៀតអ្នកវិភាគថៃបានលើកបង្ហាញថា 3. ការកែសម្រួលកម្លាំងមិនមែនជាការដកកងទ័ពដូចអ្វីដែលបានផ្សព្វផ្សាយជាហូរហែនោះទេពីព្រោះកងទ័ពកំពុងឈរជើងនៅក្បែរតំបន់ដែលមានចំនួនដដែលទេយ៉ាងណាមិញនៅចំណុចទី4ដែលអ្នកវិភាគថៃវ័យ37ឆ្នាំរូបនេះបានលើកឡើងថាភាគីថៃគួរតែរកមេធាវីល្បីៗនិងគួរតែត្រៀមឯកសារឲ្យបានគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយហើយក៏មើលស្រាលស្ថានភាពឲ្យសោះเขาพูดอย่างนี้เลยในศาลโลกนะคะนี่คือความเชี่ยวชาญของกัมพูชาคือถึงบอกว่าของแบบนี้นะถึงเวลาสู้คดีขึ้นมาคำเดียวก็มีความหมายจดหมายฉบับเดียวก็มีความหมาย